គ្នាឥឡូវស្វាគមន៍មកកាន់មេរៀនទី3ដែលយើងនឹងជជែកអំពីការបន្តពូជរបស់រុក្ខជាតិហើយមេរៀននេះដែរក៏ស្ថិតនៅក្នុងមុខវិជ្ជាការបង្កើតពូជដំណាំជាការពិតណាស់នៅក្នុងមេរៀននេះយើងនឹងសិក្សាផ្ដោតសំខាន់ទៅលើលក្ខណៈទម្រង់របស់ផ្កាប្រភេទរបស់ផ្កាជាពិសេសដំណើរការបង្កកំណើតរបស់ផ្កាដោយយើងដឹងហើយស្រាប់ហើយថានៅក្នុងដំណើរការបង្កើតពូជដំណាំអ្វីដែលចាំបាច់នោះគឺយើងត្រូវដឹងអំពីទម្រង់ផ្កានីមួយៗចំពោះរុក្ខជាតិដែលយើងចាំបាច់ត្រូវបង្កើតឧទាហរណ៍ថាយើងត្រូវការធ្វើការបង្កាត់ពូជពោតបារាំងអញ្ចឹងពោតបារាំងយើងត្រូវការដឹងថាតើពោតបារាំងទម្រង់ផ្ការបស់វាបែបណាកន្លែងណាគេហៅថាកេសរញីកន្លែងណាគេហៅថាជាកេសរឈ្មោលកន្លែងណាគេហៅថាជា stigma អីអញ្ចឹងណាមួយទៀតដូចជាពពករុក្ខជាតិលំអងកាត់ដូចជាពោតអីអញ្ចឹងថាកន្លែងណាគេហៅផ្កាញីកន្លែងណាគេហៅផ្កាឈ្មោលអញ្ចឹងយើងត្រូវដឹងពីកន្លែងហ្នឹងដើម្បីឲ្យយើងអាចរៀបចំផែនការបង្កាត់ទៅបានសមស្របអញ្ចឹងគឺចំណុចទី1របស់យើងនេះយើងនឹងជជែកអំពីប្រព័ន្ធបន្តពូជរបស់រុក្ខជាតិជាទូទៅប្រព័ន្ធបន្តពូជរបស់រុក្ខជាតិគឺយើងបែងចែកជា3សំខាន់3ប្រភេទគឺទី1គឺការបន្តពូជរុក្ខជាតិបែបអាស្រ័យភេទឬក៏គេហៅថា sexual reproduction អញ្ចឹងកន្លែងនេះវាពាក់ព័ន្ធទៅនឹងការប្រើសរីរបន្តពូជញីប្រកាសជាមួយសរីរបន្តពូជឈ្មោលបានទៅជាគ្រាប់អីអញ្ចឹងណាហើយមួយទៀតគឺសំដៅទៅលើការបន្តពូជបែបមិនអាស្រ័យភេទដូចជាការពង្រីកពូជដែលយើងឃើញហ្នឹងគឺអាចពង្រីកដោយស្លឹកពង្រីកដោយមែកពង្រីកដោយអីផ្សេងទៀតក្រៅពីសរីរបន្តពូជហើយប្រភេទមួយទៀតហ្នឹងគឺការបន្តពូជបែបពាក់កណ្ដាលអាស្រ័យភេទអញ្ចឹងចំពោះការបន្តពូជបែបអាស្រ័យភេទភាសាអង់គ្លេសគឺគេឲ្យឈ្មោះថា sexual reproduction ដែលបាននិយាយមិញគឺសំដៅទៅលើការបង្កើតកូនចៅជំនាន់ក្រោយហ្នឹងដោយមានការបង្កើតរវាងសរីរាង្គបន្តពូជរបស់រុក្ខជាតិគឺនិយាយដោយរួមទៅគឺត្រូវតែមានសរីរាង្គបន្តពូជញីបង្កើតជាមួយសរីរាង្គបន្តពូជឈ្មោលទើបបានមកទៅជាកូនជាគ្រាប់នៃជំនាន់ក្រោយអញ្ចឹងទៅអញ្ចឹងការបង្កាត់នេះគេអាចចាត់ទុកថាជាការរួមបញ្ចូលរវាងសែនរបស់មេហើយនិងបាដែលនាំឲ្យមានបម្រែបម្រួលទៅលើផ្នែក genetic ហើយអាចជាប្រភពដល់ការវិវត្តរបស់រុក្ខជាតិបន្តទៀតមកប្រភេទទៀតដែរនោះគឺគេឲ្យឈ្មោះថាការបន្តពូជបែបមិនអាស្រ័យភេទអានេះគឺសំដៅទៅលើការប្រើសរីរាង្គផ្សេងៗក្រៅពីផ្កានិងគ្រាប់ឲ្យតែក្រៅពីផ្កានិងគ្រាប់គេចាត់ចូលនៅក្នុងអីគេការបន្តពូជបែបមិនអាស្រ័យភេទអញ្ចឹងជាទូទៅគឺគេប្រើអីខ្លះគេប្រើដូចជាអវយវៈផ្សេងៗដូចជាដើមស្លឹកឬជាលិកាអីផ្សេងៗអញ្ចឹងភាគច្រើនកូនដែលទទួលបាននេះភាគច្រើនគឺមានលក្ខណៈដូចនឹងមេបាដើមរបស់វាហ្នឹងគឺសឹងតែគ្រប់ប្រការមកប្រភេទទៀតគឺសំដៅទៅលើការបន្តពូជបែបពាក់កណ្ដាលអាស្រ័យភេទជាទូទៅគឺជាការបន្តពូជដែលវាមានផ្កាញីសរីរាង្គផ្កាញីហើយសរីរាង្គផ្កាឈ្មោលចូលមកពាក់ព័ន្ធដែរប៉ុន្តែវាអត់មានដំណើរការបង្កាត់លំអងហើយកំណើតបែបនេះគឺភាគច្រើនគឺសាមញ៉ាំហើយអាចច្រើនលក្ខណៈក្នុងនោះគេបែងចែកជា3ប្រភេទគេហៅថា parthenogenesis ហើយនឹង apogamy ហើយនឹង apospory អានេះជាប្រភេទគេហៅថាការបន្តពូជបែបពាក់កណ្ដាលអាស្រ័យភេទឥឡូវចំណុចទី2សំខាន់ដែលយើងនឹងមកជជែកគ្នានោះគឺរូបគុំរបស់ផ្កាអញ្ចឹងរូបគុំរបស់ផ្កាគេបែងចែកជា5គោលសំខាន់ទី1គេហៅថាទម្រផ្កាហ្នឹងគឺជាផ្នែកចុងរបស់តងផ្កាដែលមាននីតិជាទម្រផ្សេងរបស់សរីរាង្គផ្កាអានេះគេហៅថាជាទម្រផ្កាហើយមកប្រភេទមកលក្ខណៈទៀតគឺគេហៅថាត្របកផ្កាគឺអានេះដែលយើងឃើញនេះពណ៌បៃតងនេះដែលយើងឃើញនេះពណ៌បៃតងនេះគេហៅថាត្របកផ្កាភាសាអង់គ្លេសគេប្រើថា sepal អញ្ចឹង sepal ហ្នឹងគឺភាគច្រើនវាមានពណ៌អីគេពណ៌បៃតងហើយត្របកផ្កាហ្នឹងច្រើនផ្គុំគ្នាចំនួនច្រើនទៅគេហៅឈ្មោះវាថាបដូរភាសាអង់គ្លេសបដូរពី sepal ហ្នឹងមកជាអីគេ calyx
hay cái hong khóm này hao cái đây cái hong khóm cái hao tha stop cả rồi có petrol nè cái khóm cái hao sẽ phong chứ stop trang room kia tới cái ao chmo vía tha chia Corolla តែអ្វីដែលសំខាន់ដែលយើងគិតថាសំខាន់បំផុតនោះគឺត្រង់ចំណុចនេះដែលយើងឃើញគឺសរីរាង្គបន្តពូជញីហើយសរីរាង្គបន្តពូជឈ្មោល statement នេះគឺសំដៅទៅលើសរីរាង្គបន្តពូជញីសំទោស statement នេះគឺសំដៅទៅលើសរីរាង្គបន្តពូជឈ្មោលអញ្ចឹងសរីរាង្គបន្តពូជឈ្មោលក្នុងនេះគឺគេនៅក្នុងហ្នឹងវាមានអីខ្លះដែលយើងឃើញតងវាមកនេះអានេះគេហៅថាតងកេសរឈ្មោលភាសាអង់គ្លេសគេប្រើថា filament អានេះគេហៅតងកេសរឈ្មោលហើយអានៅខាងចុងរបស់តងកេសរឈ្មោលនេះដែលឃើញប៉ោងនេះអានេះគេហៅថាថង់ផ្ទុកលំអងឬក៏ភាសាអង់គ្លេសគេប្រើពាក្យថា enter នេះ enter អញ្ចឹងនៅក្នុង enter មានអីនៅក្នុង enter ហ្នឹងគឺវាមានគ្រាប់លំអងឬក៏គេហៅថាគ្រាប់ pollen grain អីនេះអញ្ចឹងអាគ្រាប់លំអងនេះហើយបើសិនបើយើងចង់ទៅបង្កើតឲ្យជាប់គ្រាប់វាត្រូវការគ្រាប់លំអងទៅប៉ះជាមួយ stigma របស់សរីរាង្គបន្តពូជញីអញ្ចឹងឥឡូវយើងមកមើលសរីរាង្គបន្តពូជញីថាមានអីខ្លះនៅក្នុងហ្នឹងអ្វីដែលសំខាន់សរីរាង្គបន្តពូជញីនេះដែលរួមនេះគឺគេប្រើពាក្យថា pistil អញ្ចឹងនៅក្នុងហ្នឹងគឺមានអីខ្លះអ្វីដែលសំខាន់គឺ stigma នៅខាងចុងនេះនៅខាងចុងនេះដែលយើងឃើញគេហៅថា stigma ហើយអានេះគឺសរីរាង្គបន្តពូជញីទាំងអស់នេះអញ្ចឹងនៅក្នុង stigma ហ្នឹងនៅក្នុងសរីរាង្គបន្តពូជញីវាមាន stigma ហើយវាមានអីគេតងកេសរញីនេះដែលយើងឃើញនេះតងនេះហៅថាតងកេសរញីឬក៏ style នេះហើយបន្តមកទៅអាប្រព័ន្ធវាខាងក្រោមនេះរូបគុំវាខាងក្រោមនេះប៉ោងនេះអានេះគេហៅថា ovary បន្ទាប់ ovary ឬក៏គេហៅថា ovea ពីរហ្នឹងឈ្មោះពីរហ្នឹងគឺអាចប្រើបានដូចគ្នាហើយនៅក្នុង ovea ហ្នឹងវាមាន oval អញ្ចឹង oval ហ្នឹងហើយគឺវាត្រូវការលំអងកេសរឈ្មោលនេះទៅប៉ះលើ stigma បន្តមកគឺលូតបន្លូតខ្លួនដើម្បីទៅជួបជាមួយនឹង oval បង្កកំណើតទៅជាគ្រាប់ចំពោះចំណុចទី3វិញយើងនិយាយអំពីប្រភេទរបស់ផ្កាអញ្ចឹងគឺបើតាមលក្ខណៈរូបគុំគេបែងចែកផ្កាជាពីរបែបដែរគឺគេហៅថា perfect flower ហើយនិង imperfect flower ចំពោះ perfect flower វិញគឺជាប្រភេទផ្កាដែលប្រកបឡើងដោយពីរផ្នែកសំខាន់គឺកេសរឈ្មោលនិងកេសរញីផាវៀនគឺស្ថិតនៅក្នុងផ្កាតែមួយដូចស្រូវអញ្ចឹងនេះមានថាអានេះដែលយើងចេញមកនេះគឺជាគេហៅថាជាសរីរាង្គបន្តពូជឈ្មោលដល់ពេលអាដែលយើងឃើញមានដោះរួមអីតិចៗនៅចេញពីកដាលនេះគេហៅថាជាសរីរាង្គបន្តពូជញីអញ្ចឹងវានៅក្នុងផ្កាតែមួយអញ្ចឹងគេចាត់ចូលវាថាជាប្រភេទ perfect flower ទម្រង់ផ្កាដែលជា perfect flower ហើយចំពោះ imperfect flower វិញគឺជាប្រភេទផ្កាដែលមានតែសរីរាង្គបន្តពូជមួយភេទប៉ុណ្ណោះអាចជាឈ្មោលក៏ជាញីចំពោះចំណុចទី4មុននេះយើងចំណុចទី3យើងនិយាយអំពីការចំណែករបស់អីគេរូបគុំរបស់ផ្កាចំណុចទី4នេះយើងផ្ដោតទៅលើចំណែករុក្ខជាតិវិញអញ្ចឹងចំណែករុក្ខជាតិគេអាចចំណែករុក្ខជាតិតាមលក្ខណៈអត្រាការបង្កើតលំអងគេបែងចែកជាពីរបើគិតជាអត្រាការបង្កើតលំអងទី1គឺគេហៅថារុក្ខជាតិស្វ័យលំអងទី2គេហៅថារុក្ខជាតិលំអងការរុក្ខជាតិស្វ័យលំអងគឺជាក្រុមរុក្ខជាតិដែលលំអងកេសរឈ្មោលប្រកាសជាមួយកេសរញីនៅក្នុងផ្កាតែមួយឬក្នុងដើមតែមួយបានដោយខ្លួនឯងអញ្ចឹងមានន័យថាអត់មានខាងណាមកជួយទេជាធម្មតាវាអាចមានសត្វល្អិតមានខ្យល់អីទៅជួយប៉ុន្តែចំពោះរុក្ខជាតិស្វ័យលំអងនេះគឺសរីរាង្គផ្ការបស់វាហ្នឹងគឺផ្កាឈ្មោលនៅក្នុងនឹងដែរចំពោះទូទៅគឺនៅពេលដែលផ្ការបស់វាមុននឹងរីកគឺវាបានប្រកាសគ្នារួចរាល់ហើយអញ្ចឹងឱកាសដែលសត្វល្អិតខាងក្រៅមកប្រកាសឲ្យវានោះគឺអត់មានទេមានតិចតួចបំផុតនេះគឺពពករុក្ខជាតិស្វ័យលំអងដូចជាអីគេពពកសណ្ដែកគួរអីផ្សេងហ្នឹងហើយស្រូវអីផ្សេងហ្នឹងក៏ចាត់ចូលជារុក្ខជាតិស្វ័យលំអងដែរមកប្រភេទទៀតគេហៅថាជារុក្ខជាតិលំអងកាត់ឬក៏ cross pollinated crop រុក្ខជាតិលំអងកាត់ហ្នឹងគឺជាក្រុមរុក្ខជាតិដែលលំអងកេសរឈ្មោលរបស់ដើមមួយមានឱកាសអាចទៅបង្កាត់ជាមួយកេសរញីរបស់ដើមមួយទៀតបានឬក៏អាចនិយាយបានថាជារុក្ខជាតិដែលមានផ្កាញីនិងផ្កាឈ្មោលហ្នឹងគឺស្ថិតនៅលើផ្កាផ្សេងគ្នាប៉ុន្តែអាចនៅលើដើមតែមួយជាមួយគ្នាឬក៏ដើមផ្សេងគ្នាក៏បានដែរកុំឲ្យថាវាគឺមានផ្កានៅក្នុងអីគេសរីរាង្គតែមួយអញ្ចឹងឧទាហរណ៍ដូចជាពោតដែលយើងឃើញហ្នឹងគឺអាលើរបស់វាផ្កាខាងលើរបស់វាគេហៅថាផ្កាឈ្មោលហើយស្នៀតរបស់វាដែលចេញមានស្មៃហ្នឹងគេហៅថាផ្កាញីអញ្ចឹងអាស្នៀតរបស់វាដែលចេញស្មៃហ្នឹងអាស្មៃវាហ្នឹងអាចុងដែលយើងឃើញហ្នឹងគឺគេហៅថា stigma ហើយអញ្ចឹងវាត្រូវការលំអងកេសរឈ្មោលពីអាផ្កាខាងលើមកធ្លាក់លើ stigma ទើបឲ្យមានការបង្កកំណើតប៉ុន្តែយើងដឹងស្រាប់ហើយនៅពេលដែលយើង
đam đọc bột nơi lơ tì viếl chẳng à đam sen tiết có miên lồng ong chmô nơi khẩn lơ đây mình nè chẳng chỉ thom mà đá nó phải để miên cho miên xả lật ấy máu thôi lồng ong chmô khẳng lơ nó cứ vía hà những vi háo vi ạch từ ba cho môi nâng sniệt rồi bọc bột đam sen tiết pui sen tiết chẳng ọc ca này ca co còn nói bài mấy miên chả chẳng kê hao chmô rồi chia bọc phê tầng ong nút tha chia bọc phê rồi chia lồng ong cắt bớt sân ba cái thôi chừng này đồng chí tan tầm rung rồi bọc ca với cái ban chạy chụp bị này thì mỗi cái hao tham mono linear plan cứ chỉ rồi chỉ đại miền page mô đồng page nhí thành lập ca thì mỗi rồi có tầm rung ca phao biến chỉ rồi chỉ đại miền tầm rung ca bài perfect flower mà bậc page tiết cái hao tha đi linear plan chỉ bậc page rồi chỉ đại miền tầm rung bài imperfect flower chẳng chụp po delinear planคือสำหรับจะเลือกของเชือกได้มีตำรงกาแบบimperfect flower คือโดยใบเพชรกาคือมีการยี่การชโมลคืออาจจะเลือกดานแต่มวยปัจจัยเหมือนในเลือกตำรงกาแต่มวยดิก่อนแต่เวียนในเลือกดานแต่มวยหรือก็มีการยี่การชโมลท่านในเลือกดานสิ่งนี้chẳng có sân bờ ca nhi nằm ca chmô sân lừa đam tề mũi phần tay tầm rung ca chụp ca gì cái sân lừa đam tề mũi rồi chụp hình ok nhảy tôi thì cái áo chmô thay chi mono isis plan phần tay và sân bờ cái ca chmô ca nhi sân lừa đam xây cái này chẳng cứ cái áo chmô việt ha do isis plan những chmô phao biết cứ khóc này chẳng chẳng trong đó ti phèm đấy dương nâng mau này dương pi ca mà co cầm nở cứ tầm nặng ca sầm khăn miên cho hay còn núi dương lược cho buồn dầm đánh màu giấy ti muối cứ ca sang cái so cao scam cặp buồn nhí ti pi cứ ca sang lùm on cái so chmol ti bay cứ ca mà co cầm nở hay ti bốn cứ tầm nặng ca khỏi co cầm nở chẳng cứ ca sang cao scam cặp buồn nhí để dân đăng hơi tha nơi không xảy ra một tàu phun nhỉ anh mới rút kiếm đi bán không xảy ra một tàu phun nhỉ đây đo sầm khăn nó cứ miền này kê thì mũi cứ kê anh ấy cái hao tha ovary rồi over nơi không nắng á hay crop tôi để dân khơi nước nóng này của phố này cái hao thả oval hơi và to mau tiết cứ tôn phao để dân khơi nè tôn là này để dân khơi nhé tôn này cái hao thả tôn cái so nhỉ hay chống cái hao stigma chẳng chẳng ở này cứ chia sẻ riêng mình to pu nhỉ sẻ riêng mình to pu nhí chẳng cứ ở đây sầm khăn nó cứ trong chấm nói stigma nè miền tha stigma về thời ca là tôi làm on thì cái so small từ vừa ao crop làm on nó bởi vì mình luôn nó lút tập pa over lịch bản lấy dân mà mơ ca sang lồng on cái so chmô vinh chấm po lồng on cái so chmô vinh cứ phía trán cứ nước nông thong lồng on cứ miên cao ska micron chmô kế cái áo chmô tha microspore mother cell chỉ cao ska tầm rung phao biết cứ pn rồi có cao ska diploid hay bắt mà tiết cao ska diploid đó này cao ska này muối nó ban phơi chấm này cao ska tam bài mì dầu nó mà cao ska mấy microspore nó cứ chấm luôn buồn đại chia đại miên chấm luôn chromosome chia chromosome ấy haploidประเภท haploid ไอ้cao ska này muối nó này haploid này muối có phơi chấm này bài mito và to thế đây chẳng khi ban cao ska cứ generative cell hay là tube cell chẳng là đây làm on cái so rồi có cái hạt thập pollen crop làm on đó này chà bình lính ngon mà thong làm on rồi có plow làm on này để on lấy cáiประเภท enter nó tu chẳng nó bây giờ tu tất qua làm on nó research rồi bây giờ research tới vi hơi tập ba cho mười nâng xảy điểm to pu nhi bán nó mày mới ca bạc cầm nợ hơi chụp po ca bạc cầm nợ vẫn cứ chỉ tu tới anh mới rút hiệp đi bán vậy rồi lấy là bây giờ nghề vô lá chụp po ca bạc cầm nợ vẫn cứ nơi không cầm nợ ca bạc cầm nợ kia trong bạch rơi té miên làm on cái so small ba chỉ môi nâng stigma rồi bỏ xảy điểm to pu nhi chẳng nó bây giờ ba chỉ mới sinh ma mà to chỉ mới giờ đừng to po nhi hái cô làm on đó này vì chắc đang phần lụt cần tôi gà ta phần lụt cần tôi chỗ tới nơi không ấy cái oval sợi riêng cái hạt thà oval nơi không oval nó vì miền oval chẳng cứ nó bây giờ phần lụt cần tôi tập ba chỉ mới oval hay nó mà miền ca và co cầm nợ nó miền ca và co cầm nợ chẳng rồi dạ pe đây
ក្របលំអងវាលូតទៅប៉ះជាមួយនឹងអីគេ oval នេះពេលខ្លះគឺអាចដំណើរការទៅប្រើរយៈពេលពី12ទៅ24ម៉ោងវាអាស្រ័យទៅលើប្រភេទដំណាំដែរអញ្ចឹងសួរថាតើនៅពេលដែលយើងធ្វើការបង្កកំណើតអញ្ចឹងដែលជោគជ័យហើយនេះប៉ះជាមួយ oval ហើយតើសរីរាង្គផ្សេងនៅក្នុងហ្នឹងវិវត្តបែបណាបានយើងឃើញមានផ្លែមានគ្រាប់អីអញ្ចឹងណាអញ្ចឹងក្រោយពីមានការបង្កកំណើតហ្នឹងនិយាយទៅរួមទៅគឺ ovary គឺអាប៉ោងនេះសរីរាង្គប៉ោងនេះអាហ្នឹងវានឹងលូតលាស់ទៅជាផ្លែជាលូតលាស់ទៅជាផ្លែដូចយើងឃើញមានផ្លែអាឡឹកផ្លែល្ពៅផ្លែត្រសក់អីអញ្ចឹងណាយ៉ាផ្លែហ្នឹងគឺ ovary គេថា ovary ឬស្ទប់ ovia ហ្នឹងហើយអាស្ទប់ដែលហុំព័ទ្ធ ovary ហ្នឹងអាហ្នឹងគឺវាលូតលាស់ទៅជាអីគេក្រោយពីបង្កកំណើតហើយវាលូតលាស់ទៅជាសម្បកអាហ្នឹងវាលូតលាស់ទៅជាសម្បកហើយអ្វីដែលសំខាន់នោះគឺនៅក្នុង ovary ហ្នឹងគឺវាមាន oval អញ្ចឹង oval ហ្នឹងអាស្ទប់ហុំ oval ហ្នឹងវាក៏វិវត្តខ្លួនទៅជាស្ទប់អីគេហុំគ្រាប់ហើយគ្រាប់ហើយ oval ដែលយើងឃើញវានឹងផ្លាស់ប្ដូររូបរាងហើយវិវត្តខ្លួនទៅជាអីគេទៅជាគ្រាប់សម្រាប់យើងដាំដុះនៅរដូវកាលបន្ទាប់ឬក៏នៅជំនាន់បន្ទាប់អានេះគឺជាដំណើរការវិវត្តក្រោយពីការបង្កកំណើតហើយមួយទៀតចំណុចទី6ហ្នឹងលក្ខណៈពិសេសមួយដែរគឺសំដៅទៅលើលក្ខណៈអក្សរឈ្មោល A អង់គ្លេសគេប្រើពាក្យថា male sterile អក្សរឈ្មោល A ហ្នឹងគឺមានន័យថាម៉េចមានថាអក្សរឈ្មោលហ្នឹងគឺនៅពេលដែលប្រកាសជាមួយផ្សេងទៅក៏វាអត់មានជាប់គ្រាប់អីដែរគឺវាអត់មានប្រសិទ្ធភាពអត់មានគេហៅថាប្រសិទ្ធភាពអាចធ្វើការបង្កកំណើតបានណាអញ្ចឹងគេបែងចែកជា3ប្រភេទទី1គឺគេហៅថា genetic male sterility ទី2គេហៅថា cytoplasmic male sterility ហើយទី3ហ្នឹងគឺការរួមបញ្ចូលគ្នារវាងអាពីរហ្នឹងគេហៅថា cytoplasmic genetic male sterility អញ្ចឹងចំពោះ genetic male sterility វិញគឺលក្ខណៈរបស់វាគឺសំដៅទៅលើលក្ខណៈដែលកេសរឈ្មោលហ្នឹងគឺដោយមានការកំណត់លក្ខណៈបន្ធុនៅក្នុងនវាយយោអញ្ចឹងមានន័យថាកេសរឈ្មោល A របស់រុក្ខជាតិមួយហ្នឹងកើតឡើងដោយសារអាសែនដែលមាននៅក្នុងនវាយយោជាអ្នកកំណត់អញ្ចឹងភាគច្រើនគឺតែងតែជួបទៅលើរុក្ខជាតិជាច្រើនប្រភេទក្នុងនោះពេញប៉ោះជួបប្រភេទ genetic male sterility ហ្នឹងដែលវាគ្រប់គ្រងដោយកំណត់ដោយអេសែនលក្ខណៈអន់មួយគូដែលគេតាំងដោយ MS តូចមានថាអេសែនកំណត់លក្ខណៈអន់ណាអញ្ចឹងគឺបើសិនបើដើមពេញប៉ោះហ្នឹងមានអេសែន MS តូចបែបនេះអញ្ចឹងមានថាពេញប៉ោះហ្នឹងគឺមានកេសរឈ្មោល A អញ្ចឹងបើសិនបើអេសែនដែលមានកេសរឈ្មោល A ជា recessive ជាអេសែនកំណត់លក្ខណៈអន់អញ្ចឹងអា M ធំឬក៏ M ធំជាមួយនឹង M តូចអានេះជា heterozygote អានេះជា homozygote លក្ខណៈអីគេលក្ខណៈ dominant លក្ខណៈលុបអញ្ចឹងអាពីរហ្នឹងបើសិនបើ genotype របស់វាមានលក្ខណៈពីរហ្នឹងគឺធ្វើឲ្យដើមពេញប៉ោះដែលយើងសង្កេតឃើញហ្នឹងគឺតម្រង់របស់វាចេញមកហ្នឹងគឺមានលំអងកេសរឈ្មោលគឺប្រក្រតីប៉ុន្តែបើសិនបើ genotype របស់ដើមពេញប៉ោះដែលយើងឃើញហ្នឹងជាតម្រង់ MS បែបនេះ M តូចបែបនេះគឺបង្ហាញថាដើមពេញប៉ោះដែលយើងទទួលបានហ្នឹងគឺមានកេសរឈ្មោល A អញ្ចឹងសួរថាដើម្បីដោះស្រាយបញ្ហាហ្នឹងតើគេធ្វើល្មិចគេគ្រាន់តែយកអាកេសរចង់ថាដើមដែលមានកេសរឈ្មោល A យកទៅប្រកាសជាមួយនឹងដើមដែលមានកេសរឈ្មោលប្រក្រតីទៅអញ្ចឹងឧទាហរណ៍ថាយើងយក M ធំនេះ M ធំ2នេះប្រកាសជាមួយនឹង M តូច2នេះមានថាយក dominant ប្រកាសជាមួយ recessive នេះតែពេលចុងក្រោយយើងបាន heterozygote គឺទម្រង់បែបនេះសួរថាទម្រង់បែបនេះកេសរឈ្មោល A អត់ A ទេដោយសារតែវាមានអាលក្ខណៈ M ធំមានថាលក្ខណៈកេសរឈ្មោលប្រក្រតីហ្នឹងលុបទៅលើអីគេកេសរឈ្មោល A M តូចនេះប៉ុន្តែបើសិនបើយើងយកMS តូចនេះប្រកាសជាមួយ heterozygote នេះមានថាយក homozygote ប្រភេទ recessive homozygote ប្រកាសជាមួយ heterozygote នេះសួរថាចេញមកបានអីលទ្ធផលគឺបានពាក់កណ្ដាលម្នាក់មានន័យថាបានដើមដែលមានកេសរឈ្មោល A ពាក់កណ្ដាលហើយដើមដែលមានកេសរឈ្មោលប្រក្រតីពាក់កណ្ដាលអាហ្នឹងអត្ថន័យរបស់វាអញ្ចឹង
មកប្រភេទទៀតគឺគេហៅថា cytoplasmic melisteritis គឺជាលក្ខណៈដែលគេសរឈ្មោល A ដោយមានការកំណត់លក្ខណៈបន្ធុនៅក្នុង cytoplasm អាមួយបន្ធុនៅក្នុងនវាយោអាមួយបន្ធុនៅក្នុង cytoplasm អញ្ចឹងនៅក្នុង cytoplasm ហ្នឹងវាមានអាសែនកំណត់លក្ខណៈអីគេសរឈ្មោល A មកប្រភេទទៀតអញ្ចឹងរុក្ខជាតិដែលមាន cytoplasm ដែលមានលំអងគេសរឈ្មោល A អញ្ចឹងនៅពេលដែលទទួលបានការបង្កាត់ជាមួយនឹងលំអងកេសរដែលប្រកបដីអញ្ចឹងវាមានឱកាសជាប់គ្រាប់តែនៅពេលដែលវាជាប់គ្រាប់ហើយនេះយកគ្រាប់ហ្នឹងយកទៅដាំបន្តគឺ 100% គឺគ្រាប់ដែលយកទៅដាំបន្តហ្នឹងដើមរបស់វាចេញមកហ្នឹងគឺកេសរឈ្មោលរបស់វាគឺ A ទាំងអស់អានេះគឺលក្ខណៈរបស់cytoplasmic melisteritis មួយទៀតចុងក្រោយហ្នឹងគឺ cytoplasmic genetic melisteritis គឺជាលក្ខណៈរបស់កេសរឈ្មោល A ហ្នឹងកើតចេញពីប្រតិកម្មរវាងសែននៅក្នុងនវាយោជាមួយនឹង cytoplasm មានប្រតិកម្មរវាងគ្នាអញ្ចឹងគឺភាគច្រើនក្នុងករណីនេះនៅក្នុងនវាយោសែននៅក្នុងនវាយោវាមានសែនប្រភេទគេហៅថា restorer gene ដែលអាចធ្វើឲ្យ cytoplasm ហ្នឹងអាសែននៅក្នុង cytoplasm ហ្នឹងត្រឡប់មកប្រកបដីវិញបានអញ្ចឹងវិធី cytoplasmic genetic melisteritis ហ្នឹងភាគច្រើនគេនិយមប្រើប្រយោជន៍នៅក្នុងដំណើរការគេផលិតពូជកូនប្រកាត់ F1 ផលិតគ្រាប់គេអាចប្រើលក្ខណៈ cytoplasmic genetic melisteritis ហ្នឹងយកមកជួយព្រោះអីយើងដឹងហើយថានៅក្នុងដំណើរការប្រកាត់ពូជកូនប្រកាត់នៅពេលដែលគេផលិតគ្រាប់លោកគេត្រូវការយកកេសរឈ្មោលប្រកាត់ជាមួយកេសរញីអញ្ចឹងជាធម្មតាក្នុងដំណើរការប្រកាត់ពេលខ្លះគេអាចត្រូវការបើពោតវិញគេអាចត្រូវការស្រោបលំអងឈ្មោលដើម្បីយកលំអងឈ្មោលនោះពីដើមផ្សេងទៅប្រកាត់ជាមួយដើមផ្សេងមួយទៀតបើសិនបើគេធ្វើពង្រីកគ្រាប់ក្នុងបរិមាណច្រើនគេអាចដាំញីដើមដែលយើងប្រើជាមេហ្នឹងគឺ4ជួរទៅហើយបន្តមកគឺយើងប្រើដើមដែលយើងប្រើជាបាហ្នឹងមួយជួរទៅអញ្ចឹងគឺនៅពេលដែលវាចាប់ផ្ដើមមុននឹងចេញផ្កាអីអាជួរឈ្មោលរបស់យើងហ្នឹងគឺយើងដកការឈ្មោលសំទោសអាជួរញីរបស់យើង4ជួរណាគឺយើងដកការឈ្មោលចេញគឺដូចជាយើងគ្រាវលំអងឈ្មោលវាចេញអញ្ចឹងណាទុកតែស្នៀតពោតហ្នឹងទេដើម្បីឲ្យស្នៀតពោតហ្នឹងវាមាន stigma មានអត្តស័យពោតចេញមកអញ្ចឹងទៅយកពឹងលើលំអងកេសរឈ្មោលពីអាមួយជួរដែលយើងដាំហ្នឹងឲ្យវាធ្លាក់ទៅលើស្នៀតពោតហ្នឹងអញ្ចឹងគឺនាំឲ្យអីគេយើងទទួលបានគ្រាប់នៅលើដើមមេដែលវាទទួលបានលំអងពីអាពូជផ្សេងហ្នឹងជាគ្រាប់កូនប្រកាត់អញ្ចឹងបើសិនបើយើងមានលក្ខណៈកេសរឈ្មោល A មកជួយអញ្ចឹងបើសិនបើដើមមេរបស់យើង4ដើមនេះដាំទៅនេះយើងមិនចាំបាច់ចំណាយកម្លាំងទៅដកផ្កាឈ្មោលវាចេញទេដោយសារតែផ្កាឈ្មោលរបស់វាហ្នឹងក៏វាធ្លាក់ទៅលើអីគេស្នៀតផ្កាញីផ្សេងហ្នឹងក៏វាអត់មានការបង្កកំណើតជាប់ជាគ្រាប់អីដែរអញ្ចឹងគឺអាចពឹងទៅលើជួររបស់ដើមដែលយើងប្រើជាបាមួយជួរនេះគឺពូជផ្សេងហ្នឹងគឺប្រើពពកលក្ខណៈហ្នឹងទាំងស្រុងបានអញ្ចឹងសរុបមកវិញគឺចំពោះមេរៀនការបន្តពូជរបស់រុក្ខជាតិនេះគឺចំពោះលក្ខណៈទម្រង់ផ្កាដែលយើងត្រូវដឹងញែកឲ្យដាច់ទី1គឺសរីរាង្គបន្តពូជឈ្មោលដែលយើងដឹងថាត្រូវមានអីខ្លះហើយសរីរាង្គបន្តពូជញីផុសផ្កាហ្នឹងមានប្រភេទណាខ្លះឲ្យយើងយល់ឲ្យច្បាស់ព្រោះអីនៅពេលដែលគេគ្រាវលើកឧទាហរណ៍មែនតើនៅពេលដែលគេគ្រាវដូចចំពោះអានេះចំពោះការរំយោលអានេះចំពោះការរំយោលឧទាហរណ៍ថាគេចង់បានផ្កានេះយកទៅបង្កើតជាមួយពូជផ្សេងទៀតអញ្ចឹងជំហានដំបូងយើងត្រូវជ្រើសរើសសិនថាពូជណាយើងប្រើជាមេពូជណាប្រើជាបាពូជណាដែលយើងប្រើជាមេគឺយើងត្រូវការគ្រាវលំអងឈ្មោលចេញសិនអញ្ចឹងសួរថាគ្រាវលំអងឈ្មោលមួយណានេះកេសរឈ្មោលសរីរាង្គបន្តពូជឈ្មោលរបស់វាគឺអានេះដែលយើងឃើញនេះអញ្ចឹងគេត្រូវការគ្រាវអានឹងទាំងអស់សិនទុកតែ stigma របស់វាខាងលើនេះទេអញ្ចឹងនៅពេលដែលយើងគ្រាវអានឹងអស់ហើយយើងយកពូជផ្សេងមកប្រើយើងត្រូវការប្រមូលគ្រាប់លំអងចេញពីពូជផ្សេងនេះយកគ្រាប់លំអងផុសវាចេញពីពូជផ្សេងនេះយកមកដាក់ទៅលើប៉ះទៅលើអីគេ stigma
យើងប៉ះទៅលើ sigma ហើយរយៈពេល12ទៅ24ម៉ោងគឺវាចាប់ផ្ដើមបង្កកំណើតរួចរាល់ហើយអញ្ចឹងមែនតើទៅនៅក្នុងភាពជាក់ស្ដែងពេលខ្លះក្នុងរយៈពេល1ថ្ងៃឬ2ថ្ងៃអីយើងសង្កេតឃើញហើយថាផ្កាផាវីជាប់ឬក៏មិនជាប់បើជាប់វានឹងផ្លែផាវីដែលយើងឃើញនេះប្រភេទ over ដែលយើងឃើញឬក៏ ovary ដែលយើងឃើញវានឹងរីកធំលូតលាស់ទៅជាអីគេផ្លែហើយនៅក្នុងហ្នឹងគ្រាប់ផាវីក៏ចាប់ផ្ដើមអីគេចេញរូបរាងចាប់ផ្ដើមវិវត្តខ្លួនមកដែរបាទអញ្ចឹងគឺមេរៀនតាក់ទងទៅនឹងការបន្តពូជរបស់រុក្ខជាតិពេលនេះដែលស្ថិតនៅក្នុងមុខវិជ្ជាការបង្កាត់ពូជរុក្ខជាតិគឺបញ្ចប់ត្រឹមនេះអរគុណច្រើន